ឆ្នាំ72ម៉ោងគួរប្រើនៅពេលណាហើយការប្រើប្រាស់នៅពពួកឆ្នាំ72ម៉ោងនេះមានផលប៉ះពាល់បែបណាខ្លះសម្រាប់ស្ត្រីនៅពេលដែលគាត់មានការប្រើប្រាស់ទាក់ទងជាមួយនឹងពពួកឆ្នាំពជាកណោតបន្ទាន់ដែលហៅថាប្រភេទឆ្នាំ72ម៉ោងនេះញឹកញាប់ពេកអញ្ចឹងទាក់ទងជាមួយនឹងពពួកឆ្នាំពជាកណោតបន្ទាន់ជាទូទៅគឺគេឲ្យបងប្អូនប្រើក្រោយពេលដែលបងប្អូននៅជាមួយនឹងដៃរួចដែលមិនលើស72ម៉ោងព្រោះធម្មតាឆ្នាំ72ម៉ោងនេះគឺមានឥទ្ធិពលរយៈពេល72ម៉ោងអញ្ចឹងបើសិនជាក្នុងករណីបងប្អូនប្រើមុនក៏អត់បានផលដែរហើយតាក់ទងជាមួយនឹងឥទ្ធិពលនៅពេលដែលបងប្អូនប្រើប្រាស់តាក់ទងជាមួយនឹងពពួកថ្នាំពជាកណោតញឹកញាប់ពេកមានផលប៉ះពាល់បែបណាខ្លះទៅលើស្ត្រីទី1នៅពេលដែលបងប្អូនស្ត្រីប្រើញឹកញាប់ពេកគឺវាធ្វើឲ្យមានការបំរែបំរួលហូម៉ូនអាចនឹងប៉ះពាល់ដល់រដូវចាប់ផ្ដើមមកមិនទៀងរដូវអាចនឹងមានបញ្ហារអាក់រអួលមកតិចរាំងរដូវឬក៏ជួបមានទៅលើបញ្ហាទៅលើការឈឺចុកចាប់ពេលដែលបងប្អូនស្ត្រីមករដូវជាដើមជាពិសេសនៅពេលដែលបងប្អូនប្រើច្រើនពេកវាធ្វើឲ្យបងប្អូនពិបាកនៅក្នុងការមានកូនដោយសារតែការមករដូវអត់ល្អនឹងធ្វើឲ្យបងប្អូនអាចនឹងមានអាការៈមួយចំនួនបន្ទាប់ពេលដែលបងប្អូនប្រើអាចនឹងធ្វើឲ្យបងប្អូនឈឺក្បាលឈឺដើមទ្រូងឬក៏ចាប់ផ្ដើមធ្វើឲ្យបងប្អូនមានអាការៈវិលមុខក្អួតចង្អោរជាដើមទៅតាមសុខភាពរាងកាយរបស់បងប្អូនអញ្ចឹងបើសិនជាក្នុងករណីបងប្អូនមានការប្រើទៅលើប្រភេទថ្នាំ72ម៉ោងនេះមានអាការៈនៅក្នុងការធ្វើទុកខុសធម្មតាទី1ដូចជាការធ្លាក់ឈាមខុសប្រក្រតីដែលពុំមែនជាថ្ងៃដែលបងប្អូនស្ត្រីមករដូវទី2ទាក់ទងមួយបញ្ហាដែលធ្វើឲ្យបងប្អូនមានការឈឺចុកអួលណែននៅលើថ្ងាសខុសធម្មតាសូមបងប្អូនគួរតែឆាប់ជួបជាមួយនឹងអ្នកជំនាញដើម្បីធ្វើការពិគ្រោះសុខភាពឬក៏បងប្អូនគួរតែឆាប់ធ្វើការស្វែងរកដំណោះស្រាយឲ្យបានត្រឹមត្រូវព្រោះវាអាចនឹងទាក់ទងជាមួយនឹងបញ្ហាបងប្អូនញ៉ាំទៅវាអត់ត្រូវមួយរាងកាយបងប្អូនញ៉ាំទៅអាចនឹងមានបញ្ហាស្បូនណាមួយអញ្ចឹងបើសិនជាបងប្អូនកំពុងតែមានចង្អល់ឬក៏បងប្អូនចង់ទទួលបានព័ត៌មានលម្អិតឬក៏វិធីសាស្ត្រនៅក្នុងការដោះស្រាយដែលល្អបងប្អូនអាចធ្វើការទៅមកកាន់អ្នកគ្រូនឹងផ្ដល់ជាដំណោះស្រាយជូន